អ្នកដឹកជញ្ជូនម្នាក់ត្រូវបានម្ចាស់ឆ្កែប្តឹងបន្ទាប់ពីគាត់បានបោះកញ្ចប់ទៅលើឆ្កែដែលរត់មករកគាត់ប៉ុន្តែសេចក្តីសម្រេចរបស់តុលាការបែរជាធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើលហេតុការណ៍នេះបានកើតឡើងនៅរដ្ឋ Texas សហរដ្ឋអាមេរិកនៅថ្ងៃនោះអ្នកដឹកជញ្ជូនអាយុ34ឆ្នាំឈ្មោះ Jason Miller បានទៅដល់ផ្ទះរបស់ Richard Evans អាយុ27ឆ្នាំដើម្បីប្រគល់កញ្ចប់មួយតាមវីដេអូពីកាមេរ៉ាសុវត្ថិភាពនៅផ្ទះបន្ទាប់ពី Jason ដើរឡើងតាមផ្លូវចូលផ្ទះដើម្បីយកកញ្ចប់ទៅដាក់នៅមុខផ្ទះស្រាប់តែឆ្កែរបស់ Richard បានរត់ចេញពីទីធ្លាហើយស្ទុះមករកគាត់យ៉ាងលឿនវាមើលទៅដូចជាកំពុងចង់វាយប្រហារដើម្បីការពារខ្លួនពីការខាំ Jason បានបោះកញ្ចប់ដែលគាត់កំពុងកាន់ទៅរកឆ្កែភ្លាមការធ្វើបែបនេះបានធ្វើឲ្យឆ្កែភ័យហើយថយក្រោយរួចចាក់ចេញពីទីនោះប៉ុន្តែកញ្ចប់នោះបានរងការខូចខាតក្នុងហេតុការណ៍នោះក្រោយមកម្ចាស់ឆ្កែ Richard បានដាក់ពាក្យប្តឹង Jason និងក្រុមហ៊ុនដឹកជញ្ជូនដោយទាមទារសំណង$100,000គាត់អះអាងថាអ្នកដឹកជញ្ជូនបានធ្វើឲ្យឆ្កែរបស់គាត់រងរបួសនិងធ្វើឲ្យទ្រព្យសម្បត្តិរបស់គាត់ខូចខាតប៉ុន្តែមេធាវីរបស់ Jason បានអះអាងថាសកម្មភាពរបស់គាត់គ្រាន់តែជាប្រតិកម្មភ្លាមដើម្បីការពារខ្លួនពីគ្រោះថ្នាក់ដែលកើតឡើងដោយមិនបានរំពឹងទុកគាត់មិនមានបំណងធ្វើបាបឆ្កែទេហើយក៏មិនបានចេតនាធ្វើឲ្យកញ្ចប់ខូចខាតដែរក្រោយការស៊ើបអង្កេតប៉ូលីសក៏បានសន្និដ្ឋានថាសកម្មភាពរបស់ Jason គឺជាការឆ្លើយតបសមហេតុផលដើម្បីការពារខ្លួនហើយមិនមានមូលដ្ឋានគ្រប់គ្រាន់សម្រាប់ចោទប្រកាន់ព្រហ្មទណ្ឌឡើយនៅទីបំផុតតុលាការបានបដិសេធការទាមទារសំណងទាំងអស់របស់ Richard ហើយសម្រេចថា Jason មិនមានទំនួលខុសត្រូវតាមផ្លូវច្បាប់ចំពោះការខូចខាតដែលកើតឡើងនោះទេចៅក្រមក៏បានបញ្ជាក់ថាម្ចាស់សត្វចិញ្ចឹមមានទំនួលខុសត្រូវក្នុងការគ្រប់គ្រងសត្វរបស់ខ្លួននិងមិនឲ្យវាបង្កគ្រោះថ្នាក់ដល់អ្នកដទៃចុះអ្នកវិញតើអ្នកគិតថាការសម្រេចរបស់តុលាការនេះយុត្តិធម៌ដែរឬទេ Boost Strong ឆ្ងាញ់រសជាតិដិតជ្រៅ